Bà bó bóng pra thì chấn một ai nhiều bánh khang ở phía lối khmai dương ban ở cả prạ buôn phía rồi không một năm hay nên nhưng miền tây rap rồi $5 ของដែរយើងបានជួយទាំងលើកដំកើងប្រាក់រៀលផងមកធ្លាប់តែញ៉ាំអាកោថ្នោតនៅភូមិបដាត្រូវឯឥឡូវខ្ញុំនាំអ្នកគ្នាមកញ៉ាំអាកោខ្ទិះនៅក្រុងសៀមរាបវិញម្ដងហើយកន្លែងគាត់មិនមានតែអាកោខ្ទិះទេមាននំខ្មែរជាច្រើនប្រភេទទៀតផងទីនេះមានឈ្មោះថាអាកោយាយខ្ញុំឬតែឈ្មោះក៏ដឹងថាអាកោហ្នឹងគាត់ធ្វើតចំនួនពីម៉ាក់យាយមកដែរបើនិយាយទៅខ្ញុំមួយគាត់យូរហើយតាំងពីទីតាំងចាស់ម៉េះតែឥឡូវគាត់ដូរមកទីតាំងថ្មីកន្លែងគាត់ធំទលាយហ្មងមានតុសម្រាប់ឲ្យយើងអង្គុយញ៉ាំហើយក៏មានដេក័របែបបុរាណចាស់ចាស់តិចឃើញអញ្ចឹងថាគាត់អត់រៀបអីទៅក៏ពិតគឺ style របស់គាត់ហ្មងបើនិយាយពី menu របស់គាត់មាន4មុខហ្នឹងមានអាកោខ្ទិះមាននំដំឡូងដុតមាននំពពាយនិងសុងខ្យាល្ពៅបើនិយាយពីវិធីដុតនំការធ្វើនំអីគឺបែបបុរាណទាំងអស់ហ្មងហើយបើម៉ួយរបស់គាត់សម្បូរជនជាតិទៅញ៉ាំច្រើនដោយសារតែពួកគាត់មកញ៉ាំហើយគាត់ recommend តគ្នាអញ្ចឹងណាបើនិយាយពីអាកោវិញញ៉ាំមួយទឹកតែគឺឆ្ងាញ់ខ្លាំងហ្មងមកញ៉ាំហើយដល់វគ្គផេលុយគាត់ល្មមសម្រាប់ខ្ញុំគឺថាអត់ភ្លេចជាមួយនឹង LOLC Mobile នោះទេគឺថា scan បានគ្រប់ទីកន្លែងតែម្ដងងាយស្រួល scan រហ័សនិងសុវត្ថិភាពជាពិសេសគឺជួយលើកដំកើងប្រាក់រយខ្មែររបស់យើងនឹងហ្មងហើយមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញផងដែរទាំងអាជីវករទាំងអ្នកប្រើប្រាស់តោះឥឡូវមកស្ដាប់សម្ដីផ្ទាល់របស់បងប្រុសដែលជាម្ចាស់អាជីវកម្មនៅទីនេះផងដែរសួស្ដីបងបាទជម្រាបសួរចាបងប្រើប្រាស់ជាមួយនឹង LOLC KXQR មានដឹងពីអត្ថប្រយោជន៍របស់គាត់អត់បើបងប្រើពីច្រើនមកឲ្យភ្ញៀវបាញ់ខាងភាគលុយខ្មែរយើងបានការប្រាក់4%ក្នុងមួយឆ្នាំហើយនៅយើងមានធានារ៉ាប់រយ$5,000ផងដែរយើងបានជួយទាំងលើកដំកើងប្រាក់រៀលផងចានឹងបងលក់នំខ្មែរដែរបាទសំគ្នាចាអរគុណបងបាទអរគុណច្រើនបាទអរគុណតើកុំភ្លេចគ្រប់ត្រូលនំខ្មែរក៏ដូចជាប្រាក់រៀលខ្មែរជាមួយនឹង LOLC Mobile ទាំងអស់គ្នា